ប្រាសាទបន្ទាយក្តីប្រាសាទបន្ទាយក្តីមានទីតាំងនៅជាប់នឹងប្រាសាទតាព្រហ្មជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខេត្តត្បូងបើធ្វើដំណើរតាមផ្លូវខាងកើតនៃអង្គរវត្តត្រូវកាត់តាមប្រាសាទក្រវាញប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលទី2នៃសតវត្សទី12និងដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្មប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញមិនមាននរណាដឹងថាប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយានតាមការស្រាវជ្រាវថ្មីនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាបន្ទាយក្តីបានសាងសង់ឡើងនៅលើប្រាសាទដែលមានអាយុចាស់ជាងសតវត្សទី12ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀតក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តីដែលគេសន្និដ្ឋានបានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិតាំងពីសម័យព្រះបាទជ័យវរ្ម័នទី2ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន2សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងនៅទិសខាងកើតឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនឹងពាក្យក្តីពាក្យបន្ទាយត្រូវបានគេសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីคล้ายមកពីពាក្យថាកុដិដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7កសាងនៅក្នុងសតវត្សទី12ប៉ុន្តែសម័យកណ្ដាលប្រាសាទនេះបានក្លាយទៅជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដោយមានវត្តនិងចេតិយជាដើមមានភស្តុតាងជាច្រើនដែលនាំឲ្យមានសេចក្តីសន្និដ្ឋានយ៉ាងដូចនេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះលើកពីនេះទៅទៀតនៅពេលដែលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី19ក៏បានកត់ត្រាទុកថាមានព្រះពុទ្ធបដិមានិងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរអំពីសិលាចារឹកបើយោងតាមសិលាចារឹកមានចំនួន5ផ្ទាំងត្រូវបានគេប្រទះឃើញនៅក្នុងបរិវេណប្រាសាទបន្ទាយក្តីសិលាចារឹកចំនួន3ត្រូវបានគេសិក្សារួចរាល់ហើយនៅក្នុងអត្ថន័យនៃសិលាចារឹកទាំងនោះមាននិយាយអំពីឈ្មោះរបស់អាទិទេពអ្នកបម្រើខាងសាសនារបស់ព្រះមហាក្សត្រជាដើមនៅក្នុងចំណោមសិលាចារឹកទាំងអស់នោះមានសិលាចារឹកតែមួយគត់ដែលស្ថិតនៅក្នុងប្រាសាទរហូតដល់សព្វថ្ងៃចំណែកសិលាចារឹកផ្សេងទៀតគឺត្រូវបានគេយកទៅតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញអំពីស្ថាបត្យកម្មប្រាសាទបន្ទាយក្តីមានកំពែងព័ទ្ធជុំវិញសាងអំពីថ្មបែកក្រៀមចំនួន3ជាន់ហើយមានខ្លោងទ្វារសាងអំពីថ្មភក់បែរមុខទៅរកទិសខាងកើតនិងទិសខាងលិចលើកលែងតែកំពែងទី1នៅខាងក្រៅមានខ្លោងទ្វារចេញចូលចំនួន4ទិសសំខាន់ទាំង4ដែលខ្លោងទ្វារនីមួយៗមានរូបព្រំមុខ4ដោយខ្លោងទ្វារប្រាសាទតាព្រហ្មនិងខ្លោងទ្វាររាជធានីអង្គរធំមានគេណព័ទ្ធជុំវិញកំពែងទី2មានហោត្រៃសាលរបាំនិងអាគារបន្ទាប់បន្សំផ្សេងទៀត